បងប្អូននេះគឺជាដំណើរកំសាន្តបែបផ្សងព្រេងរុកព្រៃទៅលើភ្នំកលែនបាទនៅភ្នំកលែនគឺថាបើសិនជាយើងទៅឲ្យហួសពីកន្លែងដែលបងប្អូនយើងធ្លាប់ទៅធម្មតាគឺថាយើងចូលទៅដល់រុកចូលព្រៃជ្រៅទៅដល់កន្លែងពើងថ្មស្អាតបាទទៅដល់កន្លែងទឹកជ្រោះដែលអត់សូវមានអ្នកស្គាល់បងប្អូនពីព្រោះថានៅលើខ្នងភ្នំកលែនហ្នឹងគឺមានកន្លែងផ្សងព្រេង adventure ស្អាតណាស់បាទដោយសារតែនៅក្នុងព្រៃអត់មានអ្នកណាទៅដល់ទេបាទមានតែអ្នកភូមិដែលនៅក្បែរហ្នឹងទេតែគាត់ស្គាល់ផ្លូវទៅដូចបងប្អូនបានឃើញអញ្ចឹងផ្លូវនេះជាលក្ខណៈ off road 100%តែម្ដងបាទហើយបើសិនជាមានជាលក្ខណៈម៉ូតូផ្សងព្រេងពួកអត្រៃគឺថាអេមខ្លាំងមែនទែនបងប្អូនជាតិតែម្ដងបាទជិះកាត់ផ្លូវហ្នឹងដោយសារតែខ្ញុំហ្នឹងអាត្រៀមធម្មតាទេបាទជាតិល្មមបាទអត់សូវជាតិខ្លាំងទេបាទដោយសារតែថាផ្លូវហ្នឹងជួនកាលបើកទៅវាកល់ម៉ាស៊ីនកល់អីបាទហើយបងប្អូនមើលទៅព្រៃស្រោងគឺថានៅសងខាងផ្លូវគឺថាបើកម៉ូតូទៅជាលហឹបតែម្ដងហើយយើងកំពុងធ្វើដំណើរទៅហ្នឹងគឺឆ្លងកាត់ព្រៃឆ្លងកាត់ចំការស្វាយចន្ទីតែនៅលើខ្នងភ្នំហ្នឹងណាបាទយើងធ្វើដំណើរឆ្ពោះទៅទឹកធ្លាក់អន្លង់មាសបាទអញ្ចឹងពេលដែលយើងមកដល់កន្លែងទុកម៉ូតូហើយយើងដើរបាទយើងថ្មើរជើងដើរតាមផ្លូវតូចហ្នឹងទៅដល់កន្លែងទឹកជ្រោះហើយបាទកន្លែងនេះគឺថាមានមនុស្សតិចណាស់បាទតិចមែនតើតែស្គាល់ហើយរដូវវស្សាវិញទៅថាទឹកធ្លាក់ស្អាតខ្លាំងមែនតើបាទស្អាតជាលក្ខណៈ adventure ផ្សងព្រេងនិយាយទៅគឺថាដូចជាមិនជឿថាមាននៅលើភ្នំកលែនណាបងប្អូនបាទអញ្ចឹងទឹកដីអច្ឆរិយៈរបស់ដូនតាយើងទឹកដីមហេន្ទ្របរពតបាទគឺជាគេហៅថារាជធានីចាស់បាទសម័យព្រះបាទជ័យវរ្ម័នទី2បាទអញ្ចឹងតាំងពីដើមកកើតសម័យអង្គរបាទមុនកសាងរាជធានីអង្គរហ្នឹងគឺថារាជធានីនៅលើខ្នងភ្នំកលែននឹងឯងបាទឈ្មោះថាមហេន្ទ្របរពតឥឡូវនេះយើងមកដល់ហើយបងប្អូនបាទយើងមកដល់កន្លែងដែលត្រូវលេងទឹកហើយទឹកជ្រោះអន្លង់មាសប៉ុន្តែបងប្អូនអាចទស្សនាក្នុងវីដេអូបន្តទៀតជម្រាបលា